អូស្ត្រាលីនិងកម្ពុជាđãឲ្យដំណើរការកម្មវិធីដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុនិងអភិបាលកិច្ចទឹករដ្ឋាភិបាលអូស្ត្រាលីនិងរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅកម្មវិធីភាពជាដៃគូអូស្ត្រាលីកម្ពុជាដើម្បីភាពធន់នឹងអាកាសធាតុឬ ACP4 Climate ដែលជាគំនិតផ្ដួចផ្ដើមថ្មីមួយក្នុងគោលបំណងពង្រឹងអភិបាលកិច្ចទឹកនិងការគ្រប់គ្រងធនធានទឹកប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាយោងតាមសេចក្តីប្រកាសព័ត៌មានរួមចេញផ្សាយនៅថ្ងៃទី21ខែឧសភាឆ្នាំ2026បានឲ្យដឹងថាកម្មវិធី ACP4 Climate នឹងផ្ដោតលើការគាំទ្រការគ្រប់គ្រងធនធានទឹកប្រកបដោយបរិយាបន្ននិងការចូលរួមពីសហគមន៍ក្នុងអាងទន្លេសំខាន់ៗរួមមានអាងទន្លេមេគង្គលើអាងទន្លេមេគង្គក្រោមនិងអាងទន្លេសាបសេចក្តីប្រកាសបានបញ្ជាក់ថាការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងទៅលើប្រព័ន្ធទឹកវិស័យកសិកម្មជីវភាពរស់នៅនិងសហគមន៍នានានៅកម្ពុជាដូច្នេះការពង្រឹងអភិបាលកិច្ចទឹកត្រូវបានចាត់ទុកថាមានសារៈសំខាន់ក្នុងការបង្កើនភាពធន់ទៅនឹងទឹកជំនន់គ្រោះរាំងស្ងួតនិងការប្រែប្រួលលក្ខខណ្ឌអាកាសធាតុតាមរយៈកម្មវិធីនេះអូស្ត្រាលីនឹងគាំទ្រកម្ពុជាក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹកកែលម្អភាពធន់នឹងអាកាសធាតុនិងលើកកម្ពស់វិធីសាស្ត្រគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាពនិងការចូលរួមពីមូលដ្ឋានកម្មវិធី ACP4 Climate Aid ក៏នឹងសហការជាមួយស្ថាប័នរដ្ឋាភិបាលអង្គការសង្គមស៊ីវិលស្ថាប័នសិក្សាវិស័យឯកជននិងសហគមន៍មូលដ្ឋានដើម្បីពង្រឹងការរៀបចំផែនការទឹកថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក៏ដូចជាការសម្របសម្រួលនិងដំណោះស្រាយការគ្រប់គ្រងទឹកប្រកបដោយភាពធន់នឹងអាកាសធាតុឯកឧត្តមថោជាថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាមានតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយអូស្ត្រាលីក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាពលោកបានបញ្ជាក់ថាកម្មវិធី ACP4 Climate នឹងជួយពង្រឹងការសម្របសម្រួលការរៀបចំផែនការនិងអភិបាលកិច្ចទឹកដែលធន់នឹងអាកាសធាតុដើម្បីគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាមួយគ្នានេះឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាលោកដេរិយបានមានប្រសាសន៍ថាអូស្ត្រាលីគឺជាដៃគូយូរអង្វែងរបស់កម្ពុជាក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយនិរន្តរភាពកំណើនសេដ្ឋកិច្ចនិងការកសាងភាពធន់លោកបានបន្ថែមថាកម្មវិធី ACP4 Climate គឺជាជំពូកថ្មីមួយនៃភាពជាដៃគូរវាងប្រទេសទាំងពីរក្នុងការជួយពង្រឹងអភិបាលកិច្ចទឹកគាំទ្រសហគមន៍ងាយរងគ្រោះនិងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុជំវិញបញ្ហានេះលោកអមសុផាតប្រជាពលរដ្ឋរស់នៅសហគមន៍កំពង់ភ្លុកស្រុកប្រាសាទបាគងខេត្តសៀមរាបបានថ្លែងថាបញ្ហាកង្វះខាតទឹកបានធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់មួយចំនួនបង្ខំចិត្តផ្លាស់ប្ដូរមុខរបរពីការធ្វើស្រែចម្ការទៅកាន់ការដាំដំណាំនិងចិញ្ចឹមលោកបានបញ្ជាក់ថាការធ្វើស្រែក្នុងពេលបច្ចុប្បន្នត្រូវចំណាយថវិកាច្រើនរួមទាំងការចំណាយលើទឹកសម្រាប់ស្រោចស្រពខណៈនៅពេលប្រមូលផលបែរជាលក់បានតម្លៃទាបដោយសារតែបញ្ហានេះប្រជាពលរដ្ឋជាច្រើនបានងាកទៅដាំត្រកួនទឹកដាំឈូកនិងដាំដំណាំផ្សេងៗដែលមិនសូវត្រូវការទឹកនិងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុលោកអមសុផាតបានស្វាគមន៍ចំពោះគម្រោងរបស់រដ្ឋាភិបាលអូស្ត្រាលីនិងក្រសួងធនធានទឹកនិងឧតុនិយមដែលបានដាក់ចេញកម្មវិធី ACP4 Climate ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងទឹកនិងទប់ស្កាត់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើប្រជាពលរដ្ឋជាពិសេសប្រជាកសិករដូចជារូបលោកក្នុងពិធីដាក់ឲ្យដំណើរការកម្មវិធីនេះតំណាងមកពីក្រសួងនានាដៃគូអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាលស្ថាប័នសិក្សាវិស័យឯកជននិងសហគមន៍មូលដ្ឋានបានជួបពិភាក្សាអំពីអាទិភាពនៃអភិបាលកិច្ចទឹកដែលធន់នឹងអាកាសធាតុនិងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការតាមរយៈកម្មវិធី ACP4 Climate រដ្ឋាភិបាលអូស្ត្រាលីនិងកម្ពុជាបានបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តរួមគ្នាក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពនិងការកសាងភាពធន់នឹងអាកាសធាតុរបស់កម្ពុជាតាមរយៈវិធីសាស្ត្រដឹកនាំដោយសហគមន៍កិច្ចសហប្រតិបត្តិការនិងសកម្មភាពអាកាសធាតុប្រកបដោយបរិយាបន្ន